សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ថ្នាក់បង្រៀនកុំព្យូទ័រ Microsoft Word នៅក្នុងកម្មវិធីនេះខ្ញុំនឹងបង្រៀនលោកអ្នកឲ្យស្គាល់ពីការប្រើប្រាស់និងមុខងារនីមួយៗដែលមាននៅក្នុងកម្មវិធី Microsoft Word ដោយមុខងារទាំងអស់នោះមានច្រើនតែខ្ញុំនឹងលើកតែមួយចំនួនដែលសំខាន់ក្នុងការប្រើប្រាស់សម្រាប់ថ្នាក់ដំបូងរបស់យើងនោះទេចំណែកឯការពន្យល់លម្អិតទៅលើមុខងារនីមួយៗដែលមានច្រើនទៀតគឺខ្ញុំនឹងពន្យល់នៅក្នុងថ្នាក់បង្រៀនបន្ទាប់ទៀតឥឡូវយើងមកខាត់ពេលយើងនឹងចូលទៅដល់វិធីនៃការប្រើប្រាស់និងការចូលទៅក្នុងកម្មវិធី Microsoft Word តែម្ដងគឺមានចំនួន4វិធីបន្ទាប់គឺមាន2វិធីទី1គឺចុចនៅត្រង់កន្លែង icon ដែលមានពាក្យថា Microsoft Word ឬមួយក៏ចូលត្រង់កន្លែង search នេះចុចពាក្យថា Word នោះនឹងចេញជា Microsoft Word ហើយយើងចុចគ្រាន់តែចុច click ទៅគឺនឹងចេញកម្មវិធី Microsoft Word ហើយនៅក្នុងកម្មវិធី Microsoft Word នេះគឺមានដល់ពេលដែលយើងបើកចេញផ្ទាំងមកគឺនឹងមានពាក្យទាំងអស់នេះហើយមានទាំង Home Insert Design Layout ហើយនៅក្នុងពាក្យថា Home គឺមានមុខងារជាច្រើនផ្សេងៗទៀតហើយខ្ញុំនឹងពន្យល់នៅមុខងារនីមួយៗដែលមាននៅក្នុងទាំងអស់នេះហើយមុខងារដែលសំខាន់ដែលយើងអាចប្រើប្រាស់បាននៅក្នុងថ្នាក់មធ្យមក៏ដូចជាថ្នាក់ដំបូងរបស់យើងនេះគឺមានតែ4ទេមានពាក្យថា Home Insert Design និង Layout ឥឡូវយើងនឹងចាប់ផ្ដើមក្នុងការប្រើប្រាស់តែម្ដងអំពីការមុខងារដែលមាននៅក្នុងពាក្យថា Home នៅក្នុងប្រអប់របស់ពាក្យថា Home នេះគឺយើងមានទាំងមុខងារជាច្រើនដែលមានពាក្យថា Font Paragraph ហើយនឹងមុខងារដទៃទៀតចំណែកឯ Style នេះគឺខ្ញុំនឹងមិនលើកទេខ្ញុំនឹងបញ្ចូលនៅកម្មវិធីក៏ដូចជាមេរៀនក្រោយទៀតឥឡូវមកដល់អត្ថបទរបស់យើងនេះគឺខ្ញុំមានអត្ថបទជាច្រើនចំពោះនៅត្រង់កន្លែងនេះគឺយើងជាការកំណត់នៅប្រភេទ font អក្សររបស់យើងតែនៅក្នុងកម្មវិធី Microsoft Word នេះគឺនៅពេលទិញកុំព្យូទ័រដាក់ឡើងមកគឺនឹងមានគេបញ្ចូលប្រភេទនៅប្រភេទfont អក្សរច្រើនណាស់ដែលយើងអាចជ្រើសរើសបានក្នុងការប្រើប្រាស់ទៅតាមការចង់បានរបស់អស់លោកស្រីប៉ុន្តែនៅក្នុងការប្រើប្រាស់បច្ចុប្បន្នជាការកំណត់ស្តង់ដារគឺយើងត្រូវប្រើហ្វុនមួយដែលមានឈ្មោះថាខ្មែរ OS បាត់ដំបងនេះគ្រាន់តែខ្ញុំបង្ហាញទេប៉ុន្តែនៅពេលដែលជ្រើសរើសយកខ្ញុំយកខ្មែរ OS បាត់ដំបងនៅពេលយើងរើសប្រភេទ font ហើយយើងអាចធ្វើការរើសយកទំហំរបស់ font បានដោយចុចនៅត្រង់នេះឥឡូវខ្ញុំ select យកមកប៉ុណ្ណេះសិនហើយយើងចូលមកដល់កន្លែង font size នេះគឺមានកំណត់លេខស្រាប់លោកអ្នកអាចជ្រើសរើសយកទំហំណាដែលចាំបាច់ឬមួយចង់បានជាក់ស្ដែងក្នុងការងាររបស់លោកអ្នកប៉ុន្តែជាទូទៅគឺយើងយកទំហំ11ឬមួយ12ហ្នឹងគឺល្មមនឹងការប្រើប្រាស់ហើយនៅត្រង់នេះក៏ដូចគ្នាដែរគឺជា font size ដូចគ្នាបើសិនបើលោកអ្នកមិនចង់វាយចុចចូលក្នុងលេខនោះទេយើងគ្រាន់តែចុចកន្លែង A ធំនេះក៏ជាការពង្រីកនៅទំហំដែរសិនបើចុច A តូចមានន័យថាយើងបង្រួមទំហំអក្សរវិញមួយទៀតកន្លែង B នេះមានន័យថាបើសិនបើយើងចង់ឲ្យអក្សររបស់យើងជាអក្សរដិតយើងត្រូវចុចអក្សរ B ចំណែកឯ
I នេះគឺជាអក្សរ straight សិនបើយើងចង់លេង mode អក្សរឲ្យទៅជាអក្សរ straight យើងចុចអក្សរ I មួយទៀតអក្សរ U កន្លែងបន្ទាត់នៅខាងក្រោមមានន័យថាបើសិនបើយើងចង់ឲ្យអក្សររបស់យើងឆូតបន្ទាត់នៅខាងក្រោមយើងចុចអក្សរ U ឬមួយនៅត្រង់នេះ ABC កន្លែងឆូតទាំងអស់នោះមានន័យថានៅពេលដែលយើងធ្វើការពិភាក្សាក្នុងកិច្ចប្រជុំឬមួយសរសេរអត្ថបទណាដែលយើងគិតថាកន្លែងនេះគឺមិនត្រូវការយើងអាចពូតឆូតបានចូលមកដល់កន្លែង A ធំហើយមាន A ទូចនេះកន្លែងហ្នឹងគឺត្រូវតែជាមួយ font អង់គ្លេសទេអក្សរខ្មែរយើងអត់ត្រូវទេអញ្ចឹងខ្ញុំសាកមកបង្ហាញនៅត្រង់អក្សរនេះគឺនៅពេលខ្ញុំចូលម្ដងទៀតកន្លែង sentence case នេះអត់អីទេកន្លែង lower មានន័យថាអក្សរអស់នេះនឹងចេញជាអក្សរតូចបើសិនបើចេញធំគឺដាក់ upper case បើសិនបើចេញជា style នេះគឺយើងដាក់នៅខាងក្រោមមួយក៏ចេញជា capital នៅខាងអក្សរធំនៅមុខហើយនៅបន្ទាប់ទៀតតូចយើងអាចជ្រើសរើសដូចមាញ់មិញនេះចូលមកដល់កន្លែង x ដាក់ហើយដាក់ x2 នៅខាងក្រោមនេះបើសិនបើយើងចុចទៅត្រង់នេះនឹងអក្សរនឹងធ្លាក់ចុះទៅខាងក្រោមតែ x មាន x2 នៅខាងលើបើសិនបើយើងចុចទៅមានន័យថាអក្សររបស់យើងនឹងលោតឡើងលើតែម្ដងអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញជូនរវាងភាពខុសគ្នារវាង x2 ក្រោមនិង x2 លើឥឡូវខ្ញុំចុច x2 លើលោកអ្នកឃើញហើយ M2 នេះនឹងទៅជាឡើងលើឥឡូវខ្ញុំចូលមកដល់កន្លែងនេះដើម្បីឲ្យលោកអ្នកងាយស្រួលមើលកន្លែង record នេះខ្ញុំដាក់កន្លែងណាក៏បានដែរ cursor ពេលខ្ញុំចុច x2 នេះកន្លែងខាងក្រោមនេះគឺធ្លាក់បែបនេះសម្រាប់ខ្ញុំចុចខាងលើ x2 លើនេះគឺលោតមកខាងនេះនេះងាយស្រួលក្នុងការប្រើប្រាស់ដូចជាយើងសរសេរអត្ថបទជា match ការ៉េអញ្ចឹងគឺយើងអាចសរសេរយើងអាចចុចម្ដងទៅគឺការ៉េហ្នឹងrepeat នឹងឡើងទៅដល់កន្លែងនេះគឺជាការលេងនៅ font អក្សរលេង font អក្សរអញ្ចឹងដើម្បីអាចប្រើប្រាស់បានយើងអាចទៅ select យកទាំងអស់សិនយកអត្ថបទណាមួយដែលយើងចង់បានតោះមកយើងចុចនៅត្រង់នេះទៅគឺនឹងចេញហើយបាទអញ្ចឹងខ្ញុំនឹងសាកល្បងបង្ហាញជូនខ្ញុំនឹង select យកទំហំអត្ថបទនៅខាងនេះត្រឹមនេះហើយខ្ញុំយកមកបង្ហាញលោកអ្នកថាតើប្រែប្រួលយ៉ាងម៉េចនេះគឺបែបនេះគឺចេញអក្សរមួយដែលស្អាតមែនទែនទៅនេះគឺជាគេហៅថា word art ហ្នឹងគេលេងពណ៌ដូចជាប្រភេទ style អក្សរហ្នឹងឲ្យបានស្រស់ស្អាតអញ្ចឹងខ្ញុំជឿយកប៉ុណ្នេះដើម្បីជាឧទាហរណ៍តមកទៀតកន្លែង AB ហើយកន្លែងហ្នឹងមានកន្លែងហ្នឹងគឺជាកន្លែងដែលយើងត្រូវ highlight ឆូតទៅលើកន្លែងអក្សរយើងដើម្បីជាការកត់ចំណាំថាកន្លែងហ្នឹងអាចជាការកែតម្រូវមួយជាការពិភាក្សាដែលនឹងគិតគូរក្នុងការកែប្រែបន្តទៀតអញ្ចឹងបើសិនបើយើងចង់ឆូតនៅត្រង់ណាយើងគ្រាន់តែចុចកន្លែងហ្នឹងទៅហើយចុចពណ៌ទៅបានហើយចូលមកដល់ត្រង់នេះគឺជា font color គឺសំដៅទៅលើការចាក់ពណ៌ឲ្យអក្សររបស់យើងបើសិនជាយើងចង់បានពណ៌អ្វីយើងចុចពណ៌ហ្នឹងទៅអញ្ចឹងនៅក្នុង font នេះគឺមានតែប៉ុណ្នេះហើយចំណែកឯប៊ូតុងចុងក្រោយគឺសំដៅទៅលើការលុបនៅអ្វីដែលយើងបានកំណត់ពីមុនមកអញ្ចឹងបើសិនបើយើងមិនចង់ទេគឺយើងលុបទៅកន្លែងហ្នឹងទៅគឺលុបចោលអស់បាទអញ្ចឹងយើងត្រូវមកកែមកដាក់វិញទៅចំណែកឯកន្លែង highlight នេះគឺខ្ញុំដោះចេញខ្ញុំ select ហើយខ្ញុំដោះចេញ highlight ចេញវិញបាទគឺមានតែប៉ុណ្្នឹងចំពោះមុខងាររបស់ font ហើយយើងអាចចូលទៅមុខងារបន្តទៀតគឺគេហៅថា paragraph ហ្នឹងគឺជាការរៀបចំតុបតែងអត្ថបទរបស់យើងឲ្យមានរបៀបរៀបរយដោយអ្វីដែលខ្ញុំចុចនេះ
គឺជាការកំណត់នៅទីតាំងអត្ថបទរបស់យើងមានចេញចាប់ផ្ដើមចេញពីខាងឆ្វេងមកស្ដាំឲ្យអត្ថបទឯកសាររបស់យើងនឹងនៅត្រង់កណ្ដាលឬមួយក៏រត់ស្មើគ្នាអញ្ចឹងគឺស្ដាំឆ្វេងនេះគឺរត់ស្មើគ្នាត្រង់តែម្ដងដែលវិធីនេះគឺជាវិធីដែលពេញនិយមក្នុងការសរសេរអត្ថបទដែលធ្វើឲ្យមានភាពស្រស់ស្អាតឥឡូវខ្ញុំ select ទាំងអស់ហើយខ្ញុំចុចចូលបែបនេះហើយតមកទៀតយើងចូលមកដល់ការដាក់លេខរៀងឬមួយក៏មិនមែនជាលេខរៀងក៏បានដែរអាចជាការដាក់ពងឬមួយដុតពីមិត្តសញ្ញាអីមួយដែលយើងជាទូទៅយើងហៅត្រីហ្នឹងបើសិនបើយើងចង់ដាក់ត្រីឬមួយក៏ដុតបែបនេះគឺយើងចុចនៅត្រង់ប៊ូតុងដែលខ្ញុំបានចុចនេះឬមួយក៏យើងអាចដាក់ដុតនេះដូរចេញដុតនេះចេញជាលេខក៏បានដែរយើងអាចដាក់លេខរៀងលេខ1លេខ2លេខ3ឬមួយក៏អាចដាក់ចេញជាអក្សរ ABC ក៏បានបាទឥឡូវខ្ញុំដាក់បង្ហាញជូនថាយើងអាចប្រើជាបានឬមួយមកត្រង់កន្លែងនេះត្រង់កន្លែងនេះក៏ដូចគ្នាដែរមែនតើទៅជាលេខរៀងដែរប៉ុន្តែពេលយើងប្រើប្រាស់នៅត្រង់នេះគឺមានមុខងាររងទៅទៀតមានន័យថាបើសិនយើងគ្រាន់តែចុច tab មកគឺរត់មកហើយគឺចេញចាប់លំដាប់ដោយគេចាប់ពី A B C មួយពេលយើង tab ទៅមួយទៀតទៅជាត្រីជាអនុមានន័យថាជាអនុរបស់មុខងារលើតទៅទៀតនេះជាការកំណត់លេខរៀងបែបនេះតមកទៀតគឺមុខងារមួយទៀតនិយាយអំពីការអង់គ្លេសហៅ indent ណាអាហ្នឹងយើងចុចបែបនេះចឹងរុញអត្ថបទរបស់យើងរត់ទៅពីឆ្វេងមកស្ដាំឬមួយបន្តមួយទៀតរត់ពីស្ដាំមកឆ្វេងបើសិនមកខ្ញុំចុចពីនេះគឺឆ្វេងមកស្ដាំមកចុចបន្តមួយទៀតគឺពីស្ដាំមកឆ្វេងតមកទៀតមកត្រង់កន្លែងនេះគឺខ្ញុំចុចត្រង់នេះទៅគឺធ្វើឲ្យវាស្មើឆ្វេងស្មើស្ដាំតែម្ដងគឺឲ្យពេញខ្នាតឲ្យស្រួលមើលហើយនឹងភាពស្រស់ស្អាតជាងមុនចំណុចមួយទៀតគឺបើសិនបើយើងចង់ឲ្យទំហំអត្ថបទរបស់យើងនេះគឺបទត្រីទី1ទី2បទទី1ទី2ទី3នេះបាទឲ្យមានគម្លាតគ្នាស្រួលមើលគឺយើងអាចចូលនៅត្រង់នេះឬមួយក៏នៅពេលអត្ថបទរបស់យើងមានការឃ្លាតខ្លាំងអីហ្នឹងគឺយើងត្រូវមកមើលកន្លែងហ្នឹងដើម្បីដឹងថាតើformat ដែលគេចេញមកនោះគឺមានទំហំប៉ុន្មានអញ្ចឹងយើងសេរីមកវិញមកដើម្បីឲ្យមានភាពចន្លោះនោះទូចដើម្បីងាយស្រួលមានភាពស្រស់ស្អាតបាទចូលមកដល់កន្លែងនេះ theme color នេះគឺជាការចាក់ពណ៌ដែរចាក់ពណ៌នោះទៅលើអក្សរមួយអត្ថបទឬមួយក៏ហៅ paragraph មួយបន្ទាត់អក្សរហ្នឹងតែម្ដងបាទមកដល់ត្រង់នេះគឺកន្លែង border នេះគឺការរៀបចំបង្កើតជាតារាងមិនមែនរៀបចំតារាងអីគឺឲ្យមានជាស៊ុំអីហ្នឹងគឺយើងចូលមកដល់កន្លែងហ្នឹងហើយចំណែកឯនៅត្រង់នេះវិញយើងប្រើដើម្បីឲ្យដឹងថាតើយើងបានប្រើប្រាស់មុខងារអីខ្លះនៅក្នុងបទរបស់យើងដូចនៅត្រង់នេះនៅពេលចុចមកគឺយើងដឹងថាយើងបានចុចមាន space ផងមានចុចសញ្ញាខណ្ឌផងបាទគឺបែបនេះអញ្ចឹងបើសិនបើយើងចង់ដឹងអីទេយើងមិនបាច់ចុចទេមុខងារមួយនេះឥឡូវចូលមកដល់ជិតដល់មុខងារចុងក្រោយដែរហើយគឺមុខងារនេះមានមុខងារថា find មុខងារ find គឺនៅពេលដែលលោកអ្នកចង់ស្វែងរកនៅអត្ថបទអីក៏ដោយអត្ថបទឬមួយក៏អក្សរឬមួយក៏ទិន្នន័យជាលេខលោកអ្នកអាចចូលដល់កន្លែងពាក្យថា find ហ្នឹងហើយនៅពេលដែលយើងគ្រាន់តែយើងចុចមកគឺពី Microsoft Word នឹងស្វែងរក
នៃពាក្យដែលដូចអ្វីដែលយើងបានចង់រកហ្នឹងគឺនៅត្រង់នេះឧទាហរណ៍គឺសាងសង់គឺលទ្ធផលគឺពាក្យសាងសង់មាន3នៅក្នុងអត្ថបទរបស់យើងអញ្ចឹងបើសិនបើយើងចង់ស្វែងរកក៏បានឬមួយក៏យើងចង់កែបើសិនបើយើងចង់កែពាក្យថាសាងសង់ទៅជាពាក្យស្អីផ្សេងអញ្ចឹងយើងចុចនៅត្រង់នេះឲ្យទៅជាពាក្យថា replace នេះមានន័យជំនួសយើងផ្លាស់ប្ដូរពាក្យហ្នឹងឲ្យទៅចេញជាអ្វីវិញអាចដាក់ជាលេខឬមួយក៏អក្សរទៅតាមការចង់បានរបស់យើងតែដោយដែលខ្ញុំបានចុចនេះកន្លែងហ្នឹងគឺខ្ញុំអត់បានកែអីទេមានន័យខ្ញុំពេលកន្លែងខ្ញុំអត់កែមានន័យថាចង់ឲ្យវាសូន្យតែម្ដងមានន័យប្លែកមានន័យដកអត្ថបទនេះពាក្យចេញតែម្ដងអញ្ចឹងបានចុច replace all គឺលុបចោលអស់ហើយដូចបានបង្ហាញអញ្ចឹងនៅត្រង់នេះយើងអាចធ្វើការសាកល្បងដូរពាក្យថាសាងសង់ដាក់កសាងអញ្ចឹងខ្ញុំនឹងលុបចោលអ្នកដូរពាក្យហ្នឹងគឺលោកអ្នកឃើញហើយពាក្យកន្លែងត្រង់នេះគឺចេញថាកសាងទៅវិញ